ស្ដីមកបងប្អូនអរគ្នាថ្ងៃនេះគឺយើងនឹងអនុវត្តបទកូស៊ីណូនៅក្នុងលំហាត់នេះដើម្បីរកមុំភីរបស់យើងរកមុំភីបាទដើម្បីរកមុំភីអញ្ចឹងតើរកតាមវិធីសាស្ត្រណាដូច្នេះយើងស្គាល់ប្រវែងនៃវិច័រ A គឺ23មីលីម៉ែត្រប្រវែងនៃវិច័រនេះគឺជាណមគឺជាប្រវែងតម្លៃរបស់វាណមនៃវិច័រ B គឺ18មីលីម៉ែត្រហើយវិច័រ C ប្រវែងវា7មីលីម៉ែត្រយើងតាមទ្រឹស្ដីបទកូស៊ីណូបើយើងគិតមុំនេះមកមុំនេះជាមុំតេតាបើគោលដៅយើងរកហ្វីទេណារកហ្វីតែយើងទៅរកតេតាឲ្យឃើញដូច្នេះប្រវែង C លើកជាការ៉េស្មើទៅនឹងប្រវែង A លើកជាការ៉េបូកប្រវែង B លើកជាការ៉េដក2ដងប្រវែង A គុណឲ្យប្រវែងបាទណមនៃវិច័រហ្នឹង B ហ្នឹងកុសនៃមុំគុំរវាង AB គឺតេតាគឺតេតាឬក៏មុំឆោមទៅនឹង C នេះវិច័រ C នេះគឺមុំតេតាហ្នឹងឯងដូច្នេះ C យើងគឺ23យើង23លើកជាការ៉េស្មើទៅនឹង A ប្រវែង A យើងគឺ C យើង7ណា7លើកជាការ៉េស្មើនឹងប្រវែង A 23លើកជាការ៉េបូកប្រវែង B គឺ18លើកជាការ៉េដក2ដង23 A យើង23គុណឲ្យមែនគុណឲ្យ18បាទកុសនៃមុំតេតាអញ្ចឹងគោលដៅយើងរកហ្វីប៉ុន្តែរកតេតាឃើញសិនរកតេតាឃើញសិនអញ្ចឹងយើងយក180ព្រោះទាំងអស់នេះមុំរៀបបើយើងយក180ដកតេតាស្មើហ្វីអញ្ចឹងហ្វីស្មើ180ដកតេតាអញ្ចឹងវា7ការ៉េស្មើទៅនឹង23លើកជាការ៉េបូកជាមួយទៅនឹង18លើកជាការ៉េហើយកុសនឹងដាក់ដដែលសិនកុសនៃមុំ180ដកហ្វីណាដកហ្វីអញ្ចឹងកុសនៃមុំ180ដកអាហ្វាស្មើអីនេះកុសនៃមុំ180ដកហ្វីគឺវាស្មើទៅនឹងដកកុសហ្វីរូបមន្តណាមុនមកទៅនឹងដកកុសហ្វីអញ្ចឹង7ការ៉េស្មើទៅនឹង23ការ៉េបូក18ការ៉េដក2ដង23គុណឲ្យ18កុសនៃមុំហ្វីបាទហ្វី180ដកហ្វីនេះគឺមកដកកុសហ្វីអញ្ចឹងដកបូកណាយើងអានេះដកគុណនឹងអានេះដកទៀតគឺបូកនេះដកនេះគុណមកបូកកុសនៃមុំហ្វីអញ្ចឹងយើងទាញរកកុសនៃមុំហ្វីកុសនៃមុំហ្វីស្មើ7ការ៉េដកណា23លើកជាការ៉េដក18លើកជាការ៉េនៅលើមែន2គុណឲ្យ23គុណឲ្យ18មុំនេះប្រហែលជាមុំអត់ពិសេសទេណាភាសាតែលេខនេះទៅដូចជាមិនជាមុំពិសេសទេអញ្ចឹងត្រូវការប្រកាសចូលដើម្បីរកហ្វីព្រោះវាមុំអត់ពិសេសទេអញ្ចឹងបើយើងចុចមកគឺស្មើទៅនឹង0.0
471ដក0ចុចណាអញ្ចឹងកាលណាយើងរកហ្វីយើងចុចមកមានន័យថាឥឡូវខ្ញុំចុចសិនបាទក៏ចូលយើងចុចអត់មានស៊ីនអត់មានកោសនេះចាំផ្លែត sorry អញ្ចឹងយើងចុចដក0ចុច9 បាត់2 ND បាទ2 ND ក៏គឺវាស្មើទៅនឹង166ដឺក្រេណា166ដឺក្រេអានេះគឺជាមុំនៅក្នុងកាត្រង់ទី2ចឹងកោសវាអវិជ្ជមានណាគឺត្រឹមត្រូវណាអញ្ចឹងលំហាត់យើងត្រូវបានដោះស្រាយណាហ្នឹងហើយ